ខ្ញុំអនុស្នេហ៍ឯកវ៉ាន់ស្រីដាអតីតនិស្សិតនាយទាហានទ័ពជើងគោកចំនួនទី8ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រយោធានៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2020ខ្ញុំបានចូលបម្រើនៅក្នុងជួរកងកម្លាំងនេះនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2016បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិខ្ញុំក៏សម្រេចចិត្តដាក់ពាក្យប្រឡងចូលវគ្គនាយទាហានទ័ពជើងគោកចំនួនទី8នេះរយៈពេល4ឆ្នាំក្នុងនោះមានឆ្លងកាត់វគ្គជំនាញឆាត់យោងនៅបញ្ជាការដ្ឋានទ័ពពិសេសឆាត់យោង911រយៈពេល2ខែហើយនឹងសិក្សាជំនាញរថក្រោះនេះនៅវិទ្យាស្ថាននេះផ្ទាល់តែម្ដងហើយនឹងបន្តការសិក្សាជំនាញរថក្រោះដដែលនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល6ខែពេលដែលខ្ញុំទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនមេរៀនទាំងអស់គឺមាន4ផ្នែកធំៗផ្នែកទី1ផ្នែកបញ្ជូនសារនិងវិទ្យុតាក់ទងលើរថក្រោះផ្នែកទី2ផ្នែកសពាវុធលើរថក្រោះផ្នែកទី3គឺផ្នែកយុទ្ធវិធីរថក្រោះផ្នែកទី4គឺផ្នែកម៉ាស៊ីននិងបើកបររថក្រោះអញ្ចឹងយើងរៀន4មេរៀននឹងធំៗនៅខ្មែរក៏យើងរៀនមេរៀននឹងដូចគ្នាចំណុចពិសេសដែលខ្ញុំទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនហ្នឹងពេលដែលយើងដល់មេរៀនបើកបរគឺគេឲ្យយើងបើកបរមកចេះស្ទាត់តែម្ដងហើយបើអនុវត្តវិទ្យុគេបញ្ចេញរថក្រោះឲ្យយើងបើកបរចូលទីលានព្រៃឲ្យយើងតាក់ទងគ្នាអនុវត្តវិទ្យុឲ្យយើងស្ទាត់ជាមួយនឹងវិទ្យុហ្នឹងតែម្ដងបើដល់មេរៀនបាញ់គឺគេមានក្របពិតជាក់ស្ដែងឲ្យយើងអនុវត្តបាញ់មិនថាក្របកំភ្លើងយន្តឬក្របកំភ្លើងធំគឺយើងបានបាញ់ក្របពិតជាក់ស្ដែងតែម្ដងបន្ទាប់មកពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រយោធាខ្ញុំក៏ក្លាយទៅជាយោធាចារបម្រើការងារនៅវិទ្យាស្ថាននាយទាហានចម្រុះនេះធ្វើជាគ្រូជំនាញរថក្រោះរថពាដែកកាន់ផ្នែកវិទ្យុនិងបញ្ជូនសារនៅលើរថក្រោះចឹងនេះគឺជាមួកការងាររបស់វិទ្យុ CWT 167ដែលយើងបំពាក់នៅលើរថក្រោះ P59 ចឹងយើងកាន់ពេលដៃរបស់យើងសន្សំខាងយើងកាន់ចំកន្លែងក្នុងកម្ពុជានេះហើយលើកមួកយកមកពាក់ខ្សែចង្កាយើងដាក់វាឲ្យអឹបនឹងចង្ការបស់យើងហើយដោតចូលកលឹះមួយនេះហើយចំពោះមេរៀនដែលខ្ញុំបង្រៀនសិស្សជួនកាលមានមេរៀនបើកបររថក្រោះជាក់ស្ដែងមេរៀនប្រសិទ្ធភាពបច្ចេកទេសរថក្រោះមេរៀនតាក់ទងនឹងកំភ្លើងយន្ត 7.62 មីលីម៉ែត្រមេរៀនកំភ្លើងធំ 100 មីលីម៉ែត្របំពាក់លើរថក្រោះមេរៀន 12.7 មីលីម៉ែត្ររបស់រថក្រោះខ្ញុំពិតជាមានមោទនភាពជាទីបំផុតដែលខ្ញុំបានឆ្លងកាត់ការវឹកហាត់ជាច្រើនទាំងក្នុងនិងក្រៅប្រទេសហើយក៏ខ្ញុំបានបង្ហាញឲ្យសង្គមជាតិមួយនេះឃើញថាស្ត្រីក៏អាចក្លាយជាអ្នកដឹកនាំជាអ្នកការពារហើយក៏អាចផ្ទេរចំណេះដឹងជំនាញដល់និស្សិតយោធាបានទៀតផងក្នុងនាមខ្ញុំជាយោធាមួយរូបខ្ញុំមានការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះជាតិសាសនាព្រះមហាក្សត្រខ្ញុំសូមបដិញ្ញាថានឹងខិតខំបំពេញរាល់ភារកិច្ចដែលថ្នាក់លើបានចាត់តាំងដោយស្មោះត្រង់ក្លាហាននិងមានទំនួលខុសត្រូវខ្ពស់ហើយនឹងខិតខំពង្រឹងសមត្ថភាពខ្លួនឯងប្រើប្រាស់បទពិសោធន៍និងចំណេះដឹងរបស់ខ្លួនដើម្បីជួយអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង